បាទអូខេនឹងហើយសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាពិសេសកូនក្មួយចំនួនក្រោយនឹងហើយឥឡូវយើងត្រឡប់មករៀនទាំងអស់គ្នាទៀតជាមួយនឹងមេរៀន Forex Trading ខ្ញុំបាទសូមបញ្ជាក់ថែមទៀតដែរជាក់បន្តិចទៀតហ្នឹងហើយខ្ញុំបាទមិនមែនជាអ្នកជំនាញឬក៏បុគ្គលជោគជ័យអីទេនៅលើវិស័យ Forex ទេគ្រាន់តែជាការស្រាវជ្រាវដើម្បីអាចទុកក្រែងលោជាប្រយោជន៍គេលោកអាចថាក្មួយយកទៅប្រើជាប្រយោជន៍ក្នុងការស្រាវជ្រាវបន្ថែមឲ្យបានខ្លះបន្តទៀតចឹងណាបើមានខុសឆ្គងអីក៏សូមខន្តីអភ័យទោសផងហ្នឹងហើយមិនមែនជាអ្នកជំនាញហិរញ្ញវត្ថុឬក៏ណែនាំឲ្យដាក់លុយបានលុយច្រើនអីអត់ទេហ្នឹងហើយក៏សូមទោសផងខ្ញុំអត់នេះទេហ្នឹងហើយគ្រាន់តែខ្ញុំធ្វើវីដេអូនេះគ្រាន់តែចង់ទុកជាមេរៀនសម្រាប់ក្មេងចំនួនក្រោយដោយសារតែមានមូលហេតុនៅក្នុងហ្នឹងកាលពីជាង8ឆ្នាំមុនខ្ញុំធ្លាប់បានមនុស្សជនខិលខូចគាត់យកវិស័យត្រឹមត្រូវរបស់គេមួយនេះមកបោកប្រាស់ហ្នឹងហើយចិត្តថាខ្ញុំវាល្ងងដូចចាស់គេបោកប្រាស់ខ្ញុំជាង8ឆ្នាំមុនធ្ងន់ធ្ងរដែរគឺក្ររហូតដល់សពថ្ងៃហ្នឹងរាប់ទាំងមិត្តភ័ក្តិរួមទាំងខ្ញុំផងជាង8ឆ្នាំមុនអស់ខ្ញុំចាញ់បោកគេអស់ជាង$10000ដែរហើយបាត់បង់មិត្តភ័ក្តិល្អទៀតគួរឲ្យសោកស្ដាយហ្នឹងហើយនេះគ្រាន់តែជាបទពិសោធន៍នៃមេរៀនជីវិតមួយទេទុកគ្រាន់សម្រាប់ក្មួយចំនួនក្រោយការពារជាសញ្ញាមួយរែកលោដើរជន់ដានចាស់របស់ខ្ញុំចឹងមូលហេតុដោយសារខ្ញុំលោភលន់ខ្ញុំដឹងថាលុយគេមិនមែនជាយកមកឲ្យយើងចាយទេប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯងហួសហេតុពេកថាខ្ញុំឲ្យតែមានចំណេះដឹងខ្ញុំអាចយកទៅផលិតជាលុយបានគេយកវិធីហ្នឹងមកបោកថាគេផ្ដល់ចំណេះដឹងតាមពិតចំណេះដឹងរបស់គេគឺគ្មានអ្វីទេគេបោកប្រាស់ទេហ្នឹងហើយគេយកវិស័យល្អហ្នឹងមកបោកប្រាស់ហ្នឹងហើយកុំឲ្យវែងឆ្ងាយហ្នឹងហើយតោះយើងចូលមេរៀនយើងបន្តទៀតកុំឲ្យក្មួយចំនួនក្រោយជន់ដានចាស់ដោយសារតែខ្ញុំសង្កេតឃើញក្មួយគាត់មើលទៅតាម social media ដូចជា TikTok ដូចជា Facebook អីចឹងណា YouTube មានអ្នកល្អគេច្រើននៅលើវិស័យ Forex Trader គេចែកចម្លែកព័ត៌មានចំណេះដឹងល្អច្រើនប៉ុន្តែក៏មានជនខិលខូចមួយចំនួនដែរគឺគាត់ព្យាយាមនឹងឯងចឹងបានខ្ញុំសម្រាប់ចិត្តធ្វើវីដេអូនេះឡើងទុកគ្រាន់ជាអាចក្រែងលោអាចជាពន្លឺមួយសម្រាប់ក្មួយចំនួនក្រោយកុំឲ្យជន់ដានចាស់ដូចជាខ្ញុំហ្នឹងហើយវាឈឺចាប់ឡើងណាឲ្យតែខ្ញុំមកនិយាយពីអាហ្នឹងគឺព្រោះសារខ្ញុំអត់សប្បាយចិត្តទេខ្ញុំក៏សម្រាប់ចិត្តបោះបង់យូរឆ្នាំហើយតែដោយសារខ្ញុំបរៀនកុំព្យូទ័រក្មួយប្រហែលអ្នកហ្នឹងហើយឃើញក្មួយហ្នឹងគាត់និយាយថាមិត្តភ័ក្តិគាត់ទៅចំណេញច្រើនរកលុយស្រួលពេកខ្ញុំចេះតែបារម្ភខ្ញុំខ្លាចគាត់ដកជន់ដានចាស់ខ្ញុំហ្នឹងហើយព្រោះនៅលើโลกនេះអត់មានអ្វីបានមកដោយងាយដោយគ្មានការខិតខំប្រឹងប្រែងទេអញ្ចឹងខ្ញុំក៏សម្រេចថាធ្វើជាផ្លូវកណ្ដាលផ្លូវត្រូវមួយដើម្បីទុកគាត់ជាការពិចារណាហ្នឹងហើយមានមួយផ្នែកទៅគេថាវិស័យនេះវាអាក្រក់វាល្អវាមិនល្អអីដោយសារតែគាត់ខាតច្រើនឬក៏គាត់ចាញ់បោកគេអីចឹងចាញ់បោកក្រោមរូបភាពគេហៅថាបោកស្របច្បាប់មានវិធីសាស្ត្រខ្លះគេបោកស្របច្បាប់ហ្នឹងហើយអ្នកខ្លះទៅគេថាវិស័យនេះដោយសារតែ trade មិនឈ្នះចំណេះដឹងយើងមិនសូវដល់យើង trade មិនជោគជ័យយើងថាវិស័យនេះមិនល្អជាលបែងជាអីចឹងហើយឃើញបុគ្គលល្បីដែរគាត់ចេញថាវិស័យនេះអត់កើតអត់ល្អទេហើយខ្ញុំក៏មិនហ៊ាននិយាយថាល្អមិនល្អដែរខ្ញុំគ្រាន់តែព្យាយាមខ្ញុំប្រើភាសានេះខ្ញុំព្យាយាមខ្ញុំអត់ចេះដឹងអីទេព្យាយាមចេញផ្លូវកណ្ដាលមួយហ្នឹងហើយទុកគ្រាន់ជាការពិចារណារបស់ក្មួយអ្នកខ្លះទៅគេថា trade ចំណេញ$100អាចរកមកវិញបាន10000-20000អីខ្ញុំអត់ដឹងទេសម្រាប់ខ្ញុំវិញដើម្បីអាចឈរជើងនៅលើវិស័យ Forex Trader នេះគ្រាន់តែជាគំនិតខ្ញុំតខ្លួនទេចំណេញឬខាតគ្រាន់តែចេះចូល buy and sell វាមានចំណេញមានខាតជាធម្មតាទេរឿងថាឲ្យខាតរហូតក៏មិនខាតហើយចំណេញរហូតក៏មិនចំណេញដែរលើវិស័យនេះហើយមិនបាច់រៀនអីរឿងចំណេញវាដឹងតែចំណេញហើយប៉ុន្តែចំណុចសំខាន់តើយើងអាចសម្រាប់ខ្ញុំទេណាយើងអាចឈរជើងនៅលើវិស័យនេះឲ្យបានយ៉ាងតិច2ឆ្នាំហើយមិនបាច់ចំណេញច្រើនទេគ្រាន់តែចំណេញឲ្យបានតែយ៉ាងតិច5% នៃដើមទុននៅក្នុងរយៈពេល1ខែហើយឈរជើងឲ្យបាន2ឆ្នាំកុំឲ្យដាច់ account ឲ្យសោះឧទាហរណ៍ថាយើងមានដើមទុន$100ចំណេញ
យ៉ាងតិចឲ្យបានមួយខែចំណេញតែ$5បានហើយរឿងខាតរឿងចំណេញនៅពេលដែលយើងចូលផ្សារម្ដងហ្នឹងទូទាត់ទៅចុងប្រចាំខែទៅវាយើងចំណេញដែរទោះបីជាមានខាតខ្លះអីខ្លះចំណេញខ្លះអញ្ចឹងតែចុងខែយើងចំណេញបាន5%នៃដើមទុនដែរអញ្ចឹងហើយយើងចូលជើងនៅលើវិស័យនេះបាន2ឆ្នាំជាប់គ្នាគឺរហូតគឺលើ account $100ហ្នឹងមិនដាច់ account ទេហើយយើងចូលជើងពី$100ហ្នឹងបាន2ឆ្នាំនេះគឺអាចនិយាយរាប់បានថាយើងអាចយកវិស័យ forex ជាការងារមួយបានតែបើសិនជាមិនទៅតាមរូលតាមហ្នឹងទេគឺអត់ទាន់ទេក្នុងមួយខែអាច trade ចំណេញបានរាប់ពាន់រាប់ម៉ឺនអីឬក៏2ខែអីអត់ទាន់ខ្ញុំអត់ទាន់ចាត់ទុកថាជាបុគ្គលដែលអាចចូលជើងបាននៅឡើយទេហ្នឹងហើយឥឡូវយើងត្រឡប់មកមេរៀនយើងវិញព្រោះកុំឲ្យវាយូរនាទីបងប្អូនធុញនិយាយវែងឆ្ងាយឥឡូវនេះតម្លៃមាសនេះបាននេះមួយអោនឥឡូវឡើងដល់មួយអោនឡើងដល់$5,279ហើយមួយអោនគឺស្មើនឹងប្រមាណនេះអត់ច្បាស់ទេ 8G មួយអោនវាអត់ដល់មកតម្លឹងទេហ្នឹងហើយ 8G 3ហ៊ុនទេមួយខ្ញុំសាយជឿទៀតខុសឆ្គងអីកុំប្រកាន់ខ្ញុំរៀនដែរទេអញ្ចឹង 8G ជាងមួយអោនអញ្ចឹងវាអត់ដល់មួយតម្លឹងទេអាហ្នឹងគឺជាតម្លៃជាក់ស្ដែងតម្លៃមាននៅលើទីផ្សារពិភពលោកឥឡូវនេះ pattern 4ម៉ោងរបស់ខ្ញុំនេះដែលការវីដេអូអញ្សិលមិញខ្ញុំថាតម្លៃមាសកំពុងតែស្ថិតក្នុង zone មួយគឺ sideways ឈរពី market zone គឺតំបន់ដែលគ្រោះថ្នាក់អាច SMC ខ្ញុំនៅតែនិយាយ SMC ដែរ SMC ក៏អាចធ្វើ CSL ទាំងលើទាំងក្រោមអញ្ចឹងឲ្យចេញពីផ្សារខ្ញុំបានចេញហើយខ្ញុំក៏មិនអាចសន្និដ្ឋានថាទៅលើឬក៏ទៅក្រោមដែរតម្លៃមាសតែឥឡូវជាក់ស្ដែងមាសបានបំបែកហើយបានបំបែក sideways ឈប់ពី market zone នៃ1ម៉ោងដែល pattern ខ្ញុំគូនឹងហើយសញ្ញាពណ៌ខៀវនេះគឺជា order block 4ម៉ោងមាសក៏បានបំបែក order block 4ម៉ោងនោះទៀតហើយត្បិតតែស្ថិតនៅក្នុង zone order block ឬក៏ supply daily ដែលជាតំបន់មួយដែលទប់តម្លៃមាសកុំឲ្យកើនឡើងក៏ដោយប៉ុន្តែមាសនៅតែហក់ឡើងមានហេតុផលនៅក្នុងនឹងហេតុអីបានមាសនៅតែហក់ឡើងទី1គឺស្ថិតនៅក្នុង sideways accumulation 4ម៉ោង zone 4ម៉ោងនេះគឺបានន័យថា sideways ដែល SMC កំពុងតែប្រមូលកម្លាំងទិញតាំងពីនេះមកគឺសំកម្លាំងទិញមករហូតមកហើយអញ្ចឹងតម្លៃបាយហ្នឹងគឺនៅតែមានកម្លាំងខ្លាំងអញ្ចឹងតម្លៃមាននៅតែមានកម្លាំងកើនឡើងជាក់ស្ដែងមកដល់ថ្ងៃសុក្រនេះគឺបានបំបែក zone មួយទៀតគឺ order block 4ម៉ោងហើយនឹង sideways ឈប់ពី market zone បំបែកទៅជានិន្នាការ bullish CHOCH ឬក៏ bullish BOS បានន័យថា break out structure CHOCH ហ្នឹងគឺ change of character គឺបំបែកទៅជានិន្នាការ uptrend បន្តទៀតដំបូងគឺនៅទប់ជាមួយនឹង order block 4ម៉ោងហ្នឹងតែឥឡូវ order block ហ្នឹងទប់លែងជាប់ហើយorder block នឹង supply 4ម៉ោងទប់លែងជាប់ហើយតម្លៃមាសត្រូវបានបំបែកទៀតហើយអញ្ចឹងបដូរនិន្នាការទៅជា uptrend បន្តទៀតអាចនឹងបង្កើតបានទៅជា higher high បន្ថែមទៀតមានកត្តាអីខ្លះដែលអាចបំបែកទោះបីជាស្ថិតនៅក្នុង order block ឬក៏ supply daily ដែលបានទប់តម្លៃបាយនឹងក៏ដោយតម្លៃមាសហ្នឹងតែមាននៅតែហក់ឡើងមានកត្តាច្រើនហ្នឹងហើយកត្តាព័ត៌មានកាលពីម្សិលមិញហ្នឹងចេញមកតម្លៃដុល្លារនៅតែល្អអធិពលនាល្អប៉ុន្តែនៅតែទប់តម្លៃមាសមិនបានយើងមានកត្តាភូមិសាស្ត្រនយោបាយថែមទៀតមានរឿងច្រើននៅលើហ្នឹងសម្រាប់ forex trader មិនមែនជាការងារសម្រាប់មនុស្សទូទៅទេសម្រាប់ក្មួយដែលចូលចិត្តសិក្សារៀនសូត្រហើយមានចំណាប់អារម្មណ៍មានទេពកោសល្យខ្លះដែរទៅលើវិស័យនេះអញ្ចឹងបើយើងអត់សូវចាប់អារម្មណ៍អត់សូវគ្រាន់តែឃើញតាមគេមានបានអីកុំលោកដៃចូលមួយវាអីហ្នឹងហើយគ្រាន់តែជាកំណត់តោះខ្លួននេះខុសឆ្គងកុំសុំអភ័យទោសផងយើងថ្ងៃនេះយើងមើលព័ត៌មាននេះលោក Donald Trump ហ្នឹងហើយលោក Donald Trump ហ្នឹងគាត់បានចេញព័ត៌មានលោក Donald Trump ហ្នឹងគាត់មិនទាន់បានសម្រេចចិត្តទៅលើអ៊ីរ៉ង់នៅឡើយទេហើយក៏គាត់មិនសប្បាយចិត្តចំពោះដែលពួកគេចរចាដែរបានន័យថាគាត់ក៏អត់សប្បាយចិត្តជាមួយនឹងការចរចារបស់អ៊ីរ៉ង់ជាមួយ
សហរដ្ឋអាមេរិកនឹងដែរហើយលោក Donald Trump ជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកបច្ចុប្បន្នហ្នឹងលោក Donald Trump នៃប្រធានាធិបតីសហរដ្ឋអាមេរិកគាត់បានមានប្រសាសន៍ទៀតថាលោកក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយទៅលើអ៊ីរ៉ង់នៅឡើយទេហើយលោកក៏មិនបានពេញចិត្តទៅនឹងរបៀបដែរខាងអ៊ីរ៉ង់ហ្នឹងគាត់ចរចាដែរអញ្ចឹងគាត់ក៏អត់គាត់មានន័យថាគាត់ក៏អត់ទាន់សម្រេចចិត្តហើយក៏គាត់មិនពេញចិត្តទៅលើការចរចាហ្នឹងដែរបានន័យថាមានន័យថាស្ថានភាពភូមិសាស្ត្រនយោបាយហ្នឹងគឺនៅតែអត់ទាន់ស្រួលទេអត់សូវល្អទេបើក្នុងករណីដែលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកអត់សូវល្អស្ថិរភាពសន្តិសុខអត់សូវល្អមាសគឺជាសុវត្ថិភាពបំផុតសម្រាប់វិនិយោគិនអញ្ចឹងមាសនៅតែមានតម្លៃល្អមាសនៅតែអាចកើនឡើងបើនិយាយពីបញ្ហានុយក្លេអ៊ែរវិញលោកតាមក៏បញ្ជាក់ទៀតថាយ៉ាងដាច់អហង្ការថាអ៊ីរ៉ង់គឺមិនអាចមាននុយក្លេអ៊ែរបានទេអញ្ចឹងលោកប្រធានាធិបតី Donald Trump ហ្នឹងគាត់បញ្ជាក់ទៀតថាមិនអាចឲ្យអ៊ីរ៉ង់មាននុយក្លេអ៊ែរបាននោះទេអញ្ចឹងបើគេសួរគាត់អ្នកសារព័ត៌មានហ្នឹងគេបានសួរគាត់ទៀតថាឲ្យចុះរឿងបដូររបបមេដឹកនាំរបស់អ៊ីរ៉ង់វិញហ្នឹងឯងលោកប្រធានាធិបតី Trump គាត់បានលើកឡើងថារឿងបដូរមិនបដូរអីហ្នឹងមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ហ្នឹងគឺវាអាចនឹងមានឬក៏មិនមានការផ្លាស់ប្ដូរមេដឹកនាំនៅអ៊ីរ៉ង់អញ្ចឹងអត់ច្បាស់ដែរទេគ្រាន់តែជាស្ថិតនៅផ្លូវកណ្ដាលដែរទេនៅពេលដែលអ្នកសារព័ត៌មានគេសួរទៀតហើយចុះការប្រើប្រាស់កម្លាំងយោធាទៅលើអ៊ីរ៉ង់វិញលោក Trump គាត់ឆ្លើយថាម៉េចហ្នឹងហើយលោក Trump គាត់បានមានប្រសាសន៍ទៀតថាកម្លាំងយោធាដែលត្រូវបានប្រើសម្រាប់ប្រឆាំងទៅលើអ៊ីរ៉ង់ហ្នឹងគាត់ឆ្លើយយ៉ាងម៉ឺងម៉ាត់ហ្មងណាគាត់ឆ្លើយថាគាត់មិនចង់ធ្វើទេប៉ុន្តែជួនកាលយើងចាំបាច់គឺត្រូវតែធ្វើហ្នឹងហើយពាក្យប៉ុណ្ណឹងគឺអាចរង្គោះរង្គើដល់ស្ថានភាពសន្តិសុខពិភពលោកអញ្ចឹងវាមាសប្រកាសជារំជើបរំជួលហើយប្រកាសជាមានអធិពលមកដល់មាសហើយព្រោះមាសជាស្ថិរភាពសម្រាប់នៅពេលដែលជាការជួញដូរដែលមានសុវត្ថិភាពនៅពេលដែលពិភពលោកអសន្តិសុខមានព័ត៌មានមួយទៀតដែរព័ត៌មានមួយទៀតក៏សំខាន់ដែរប្រទេសអ៊ីតាលីហ្នឹងបានប្រទេសអ៊ីតាលីបានជំរុញឲ្យប្រជាជនរបស់ខ្លួនហ្នឹងចាកចេញពីអ៊ីរ៉ង់ដើម្បីបង្កើនការប្រុងប្រយ័ត្ននៅទូទាំងតំបន់មជ្ឈិមបូព៌ាហ្នឹងហើយសិតតែជាសញ្ញាអាសន្ននៃភូមិសាស្ត្រនយោបាយអត់សូវល្អទេមានតែមាសការអ្នកជួញដូរខ្ញុំនិយាយតាមាសគឺជាជំរកសុវត្ថិភាពនៃវិនិយោគិនអញ្ចឹងអាចធ្វើឲ្យតម្លៃមាសហក់ឡើងបន្ថែមទៀតគ្រាន់តែជាគំនិតរបស់ខ្ញុំបាទតខ្លួនទេហ្នឹងហើយជាគំនិតអ៊ំទេមួយក្មួយដែលមករៀនជាមួយហ្នឹងអញ្ចឹងយើងរៀនទាំងអស់គ្នាទៀតហើយចាំមើលនេះអ្វីដែលខ្ញុំនិយាយនេះគឺជាការវិភាគតាមបែប pattern ហើយយើងចូល entry ឡើយណានៅពេលដែលវា break out order block ឬក៏ supply 4ម៉ោងហើយតម្លៃមាសអាចនឹង retest មកត្រឡប់មកវិញអញ្ចឹងអាចនឹង retest ត្រឡប់មករក order block វិញនេះយើងចូលបាយម្ដុំនេះហើយមុននឹងបាយមេរៀនយើងរៀនកន្លងមកហ្នឹងគឺមើលសញ្ញាណ candlestick bullish pin bar ឬក៏ bullish engulfing អីផងខ្ញុំចេះតែចូលហ្នឹងហើយទៅអត់មុតមែនទែនត្រូវចាំចំណុចសំខាន់មួយទៀតដែរបើយើង trade ក្នុងមួយថ្ងៃបើយើងខាត2ដងហើយ2 trade ហើយអញ្ចឹងយើងបិទកុំព្យូទ័រចោលឈប់ trade សម្រាប់ទៅអត់មានឲ្យធ្វើខុសរូលនឹងទៀតទេមួយហ្នឹងហើយមុននឹងចូលបាយយើងមើលសញ្ញាណផងយើងមិនត្រូវចេះចូលទេចាំមើលសញ្ញាណ reverse នៅពេលដែល retest មកដល់ហ្នឹងយើងមើលសញ្ញាណថាមាន pin bar ឬក៏ pin bar bullish ឬក៏ engulfing bullish ហើយយើងអាចចូលបាយបានចូលនៅក្នុងកម្រិតមួយយើងត្រូវតែមាន risk management risk to reward ratio របស់យើងហ្នឹងគឺឲ្យកំណត់ឲ្យខាតយ៉ាងតិចតែយ៉ាងច្រើនបំផុតតែ 1% នៃដើមទុនរបស់យើងទេអញ្ចឹងយើងចូលហើយយើងមើល stop loss មើលអីទៅគណនាបូកជាមួយនឹង ATR អីត្រឹមត្រូវមកហើយយើងចូលបាយទៅហើយមាសនឹងអាចទៅណាអាចនឹងហក់ឡើងបន្តទៀត
នេះគ្រាន់តែជាការគិតទេជាការគិតខ្ញុំបាទទេនិយាយតាទៅហ្នឹងហើយមានខុសឆ្គងឲ្យសំខាន់តែឲ្យទោះផងហើយយើងរៀនខ្ញុំក៏រៀនបងប្អូនក៏រៀនដែរហ្នឹងហើយអរគុណច្រើនហ្នឹងហើយកុំអីវិញប៉ុណ្ណឹងអរគុណ